កន្លែងណាខ្ញុំមិនដឹងទេតែបើកន្លែងមិនអាំងទាអាំងអំបិលម្ទេសទឹកខ្មុំនេះទៅអត់តិនដឹងតែអត់បានញ៉ាំឲ្យកន្លែងគាត់ថ្មីគាត់ដល់ម៉ោង6ម៉ោង7ល្ងាចគឺលក់អស់ហើយតែ1ម៉ោង2ម៉ោងគាត់លក់អស់50-60ម៉ឺនតែតែអ្នកខ្លះគាត់បានសាករសជាតិហើយដោយសារខ្ញុំធ្លាប់ថតឲ្យមើលម្ដងដែរពីមុនហើយដែលសំខាន់ឥឡូវនេះគាត់លក់បញ្ចុះតម្លៃទៀត11000 25000គាត់ចុះសល់23000ទេបើសិនជាទាវិញ18000គាត់ចុះសល់16000ហើយមានតែ5ថ្ងៃឯណាបញ្ចុះតម្លៃនឹងការបញ្ចុះតម្លៃនឹងក៏បញ្ចុះតែពីថ្ងៃទី24ដល់ថ្ងៃទី28ទេបើក្រៅពីថ្ងៃហ្នឹងគឺគាត់លក់តម្លៃធម្មតាអញ្ចឹងតែទោះបីតែតម្លៃធម្មតាក៏អត់ថ្លៃដែរ30000ទៅ25000នឹងហើយទា18000មួយចេះញ៉ាំបានមួយគ្រួសារតែម្ដងដោយ30000ហើយនឹងទាគាត់ធ្វើបានល្អខ្លាំងមែនទែនអត់មានក្លិនសាច់ទាអីទេតែខ្ញុំក៏អត់សូវចេះញ៉ាំសាច់ទាប៉ុន្មានដែរតែកន្លែងគាត់ខ្ញុំចេះញ៉ាំដោយសារវាអត់មានក្លិនទាខ្មុលអញ្ចឹងទៅយើងញ៉ាំទៅវាដិតក្នុងមាត់យើងរសជាតិបែបទឹកខ្មុំអំបិលម្ទេសហឹលតិចទៀតគឺថាអេមលេខ1បើសិនជាបងណាចូលចិត្តញ៉ាំជាមួយអាជាក់ទៀតអូយត្រូវមែនទែនហ្មងទិញតែមួយនេះអាចក្លែមបាន5-6នាក់មួយឈុតគាត់ហ្នឹងមានបន្ថែមទាំងក្រូចឆ្មាហើយបន្លែជូនយើងមកថង់ថែមទៀតទឹកជ្រលក់គាត់មានទឹកត្រីកោះកុងហើយនឹងទឹកម្រេចយើងអាចយកទាំងពីរក៏បានចង់យកតែមួយក៏បានដែរបងប្អូនខ្លះគាត់មើលវីដេអូមុនទៅគាត់រកទីតាំងអត់ឃើញតែថ្ងៃនេះខ្ញុំមកបញ្ជាក់ទីតាំងបន្តិចគឺនៅជិតវីរៈបុនថាមអង្គរពើយើងសិនជាយើងជិះចេញមកពីវងមូលរោងកុនសាចាស់យើងនឹងជិះមកត្រង់បន្តិចមកឃើញនៅខាងឆ្វេងដៃតាមរមាត់ស្ទឹងវិញអញ្ចឹងទីតាំងគាត់នៅទាល់មុខសន្តាគារ Riverside សៀមរាបមកថាទាអាំងមិនអាំងអំបិលម្ទេសស្នាដៃអ្នកបាត់ដំបងនៅម្ដុំហ្នឹងក៏មានលក់ប្រភេទទាអាំងមិនអាំងដូចគ្នាដែរប៉ុន្តែអ្នកទាំងអស់គ្នាគ្រាន់តែចំណាំប៉ែគាត់មកផ្លាកក្រហមហ្នឹងកន្លែងគាត់ហើយចង្កេចំណាំតែមុខអ្នកលក់នេះទៅដឹងហើយ